បាទសួស្តីអ្នកទាំងអស់គ្នាយើងវិលត្រឡប់មកជួបគ្នាសាជាថ្មីដែលថ្ងៃនេះយើងរៀនមេរៀនតពីវីដេអូមុនតពីមេរៀន overview of the interface ដែលថ្ងៃនេះយើងរៀនដល់ចំណុចទី2គឺ status bar ហើយ status bar គឺជាអ្វី status bar គឺជាការផ្ដល់ព័ត៌មានអំពីយើងកំពុងតែធ្វើអ្វីមួយហើយវានឹងឲ្យយើងធ្វើអ្វីបន្តទៀតគឺវាប្រាប់ពីដំណើរការរបស់យើងបែបហ្នឹងហើយ status bar នៅទីណាខ្ញុំនឹងគូបង្ហាញអ្នកទាំងអស់គ្នាគឺវានៅ app នេះអ្នកទាំងអស់គ្នាមើលនៅខាងឆ្វេងដៃតែ app ខាងក្រោមនេះអ្នកទាំងអស់គ្នាឃើញខ្ញុំសូមដូរលេខដាក់20ចាស់ឲ្យវាធំស្រួលមើលហើយដាក់លេខ2ដោយសារទី1គឺ quick access rebar ដល់ពេលចំណុចទី2គឺយើងដល់ status bar ណាខ្ញុំអូខេហើយខ្ញុំចុច like នេះឲ្យអ្នកទាំងអស់គ្នាឃើញខ្ញុំសូម move ទៅលើបន្តិចនេះអ្នកទាំងអស់គ្នាអញ្ចឹងកន្លែងហ្នឹងគឺខ្ញុំซูមឲ្យអ្នកទាំងអស់គ្នាមើលនេះវាបង្ហាញអំពី status bar វាប្រាប់ថា click to select type for alternate controls add shift and select បានន័យថាបើយើងចង់ select គឺយើងចុច control ហ្នឹង control នៅលើ keyboard របស់យើងហើយ shift ក៏ shift នៅលើ keyboard របស់យើងដែរហើយខ្ញុំឧទាហរណ៍ឲ្យអ្នកទាំងអស់គ្នាមើលឥឡូវខ្ញុំមាន model ចឹងចុះឥឡូវខ្ញុំ click លើ column មួយខ្ញុំចុច column ទៅហើយអ្នកទាំងអស់គ្នាមកមើលនៅខាងឆ្វេងដៃហើយឯខាងក្រោមហើយខ្ញុំចុច control ខ្ញុំចុច control ហើយខ្ញុំចុចលើ column មួយទៀតឃើញវា add ឲ្យហើយអ្នកទាំងអស់គ្នាអាចមើលនៅខាងស្ដាំដៃនេះវាឃើញបង្ហាញ2 element ណាមិញនៅតែមួយឥឡូវខ្ញុំចុច control បន្តទៀតហើយខ្ញុំចុច add អានេះក៏ឡើង3ហើយនេះឃើញទេអាហ្នឹងហើយអ្នកទាំងអស់គ្នាមើលកន្លែងហ្នឹងមកវាស្រួលប្រាប់ព័ត៌មានយើងយើងកំពុងធ្វើអីហើយយើងគួរធ្វើអីបន្តទៀតអាហ្នឹងចំពោះ 3D ណាឥឡូវខ្ញុំចូលទៅក្នុង floor plan ម្ដងហើយខ្ញុំចុចលើ column មួយចុះហើយខ្ញុំ copy ពេលយើងចុចពេលយើង click នៅលើ column អញ្ចឹងវានឹងសូកន្លែងហ្នឹងប្រាប់ថាអីគេជា structural column rectangular shape 5 200 350អញ្ចឹងទៅអាហ្នឹងអាស្រ័យលើមុខកាត់យើងអ្នកកំណត់ឈ្មោះហ្នឹងឬហើយខ្ញុំ copy ខ្ញុំចូលកន្លែងនេះចុះឃើញ copy អញ្ចឹងវាប្រាប់យើងហើយនេះវាប្រាប់ថា click to enter move start point អញ្ចឹងយើង click មួយដើម្បីរើស start point ឥឡូវខ្ញុំ start ពីកន្លែងនេះខ្ញុំ click បាច់ហើយវាប្រាប់យើងបន្តទៀតអានេះគឺ vertical បើយើងទាញមកខាងនេះគឺ horizontal ហើយតាម grade B ទៀតឃើញអញ្ចឹងវានឹងប្រាប់យើងឲ្យclick to enter move end point អញ្ចឹងយើងមិញយើង start ហើយឥឡូវយើងចុចមួយទៀតគឺដើម្បី end point អញ្ចឹងយើងមាន point ណាដើម្បី end ដើម្បីបញ្ចប់ហ្នឹងបើយើងចង់បញ្ចប់នៅ grid C យើង click កន្លែងហ្នឹងមកបើយើងមានចំណុចណាដែលយើងចង់បញ្ចប់យើងចុចកន្លែងហ្នឹងទៅឥឡូវអានេះវាប្រាប់ថា vertical យើងមើលនៅខាងឆ្វេងហើយឯខាងក្រោមឥឡូវខ្ញុំ click មួយដើម្បីបញ្ចប់ហើយតាម vertical ប៉ុណ្ណឹងហើយយើង escape ចោលទៅអាហ្នឹងបានហើយឃើញទេអានេះគ្រាន់តែឧទាហរណ៍ទេខ្ញុំសូមលុបចេញវិញហើយដូចគ្នាដែរយើងចង់copy ចង់ move ចង់អីវាមានព័ត៌មាននៅលើនេះយើងចង់ធ្វើអីយើងចុចលើហ្នឹងមកអាហ្នឹងហើយខ្ញុំនឹងបញ្យល់នៅពេលមេរៀនឲ្យយើងដល់ណាអានេះគ្រាន់តែឧទាហរណ៍មួយទេឥឡូវខ្ញុំចូលទៅ 3D ចង់បង្ហាញអ្នកទាំងអស់គ្នាថាពេលយើងយកម៉ៅយើងយកម៉ៅមកប៉ះទៅលើ element ណាមួយវានឹងប្រាប់យើងលើឧទាហរណ៍នេះវាប្រាប់យើងនេះ structural column concrete rectangular column size 5មុខកាត់200 × 350បើយើងទាញម៉ៅនឹងចុះមកក្រោមបន្តិចយើងប៉ះអាកន្លែងនេះខ្ញុំគ្រប់វាអញ្ចឹងទៅវាប្រាប់ថា model group 18តាមហ្នឹងទៅឥឡូវខ្ញុំអស់មកទៀតឥឡូវឧទាហរណ៍ចំកន្លែងនេះម្ដងឃើញទេបងប្អូនវាប្រាប់ថា structural foundation SKS នេះជា type ដែលយើងបានកំណត់ចឹងណាហើយ PC 1មុខកាត់800 កម្រាស់4តឹកចឹងទៅចឹងហ្នឹងព័ត៌មានវាបង្ហាញយើងដូចគ្នាដែរយើងប៉ះ element ណាវានឹង show យើងប្រាប់ element ហ្នឹងចឹងបានន័យថាវា
ជារបស់រស់នៅក្នុងហ្នឹងណាមិនយើងមានតែរបស់អត់ដឹងថាហ្នឹងជាអីយើងអង្គុយស្មានទេបើវាជាអីគឺវាប្រាប់ថាជានឹងហើយវាអាស្រ័យលើយើងអ្នកកំណត់ដូចគ្នាហើយខ្ញុំប៉ះលើ floor plan ហើយអ្នក slab ខ្ញុំប៉ះលើ slab ហើយអ្នកទាំងគ្នាមើលកន្លែងជ្រុងនឹងដូចគ្នាវាប្រើ floor មកកាត់ S120 air throw អញ្ចឹងអាហ្នឹងដោយសារយើងអ្នកដាក់វាណាហ្នឹងហើយយើងប៉ះមក roof មកអីចឹងទៅវានឹងបង្ហាញព័ត៌មានដល់យើងហើយថាវាជាអីអានេះគឺ roof basic roof 100ចឹងទៅហើយខ្ញុំប៉ះ stair ម្ដងនេះ staircase in place ហ្នឹងហើយវាគឺវាមានភាពងាយស្រួលចឹងងាយស្រួលដល់បងប្អូនដឹងថានឹងជាអីអានេះដូចគ្នាដែរ structural foundation ដែលជា driven ហើយតាំងឈើឡាចឹងទៅមកកាត់3ទឹកទៅអាហ្នឹងក្នុងចំណុច status bar ណាគឺវាប្រាប់ព័ត៌មានដែលយើងកំពុងតែ process ហ្នឹងហើយនឹងយើងត្រូវធ្វើអីបន្តទៀតណាហ្នឹងហើយចំណុចហ្នឹងដូចជាមានតែប៉ុណ្្នឹងទេហើយខ្ញុំព្យាយាមបំបែកព័ត៌មានមួយឲ្យវាដាច់ពីគ្នាដូច overview of the interface ចឹងវាមាន10ចំណុចចឹងខ្ញុំនឹងរៀបរាប់តាមចំណុចនីមួយខ្ញុំមិនដាក់វាបញ្ចូលគ្នាទេទោះវីដេអូនឹងខ្លីក៏ដោយខ្ញុំព្យាយាមដាច់វាមួយចឹងបងប្អូនចង់មើលចំណុចណាបងប្អូនទៅមើលតាមចំណុចហ្នឹងមួយទៅវាមានភាពងាយស្រួលវាអត់ច្បោកច្បល់អត់ច្រឡូកច្រឡំគ្នាចឹងណាអានេះជារបៀបដែលខ្ញុំរៀបចំមេរៀនជូនអ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាខ្ញុំចង់បញ្ជាក់ដែរថាពីវីដេអូមុនណាខ្ញុំថាអ្នកដែលចង់ចេះ Revit ត្បូងឬក៏ទៅចាប់ផ្ដើមរៀន Revit ណាខ្ញុំឲ្យគាត់ផ្ដោតទៅលើតែកម្មវិធី Revit មួយហ្នឹងសិនទៅបានហើយរឿង add in អីផ្សេងទៀតកុំតន់អាលផ្ដោតលើវាខ្លាំងពេកកាលណាយើងគិតថាអត់តន់ចេះ add in នេះអត់តន់ចេះ add in នោះអត់តន់ចេះតឡើងចេះចុះយើងទៅមុខអត់រួចទេបើនេះយើងអត់តន់បានចាប់ផ្ដើមមកយើងគិតអំពីបញ្ហានៅខាងក្រោយនោះវាវែងឆ្ងាយពេកអញ្ចឹងធ្វើឲ្យយើងគិតថាពិបាកអញ្ចឹងអ្នកខ្លះទៅក៏បោះបង់អ្នកខ្លះទៅក៏មិនចង់រៀនអីវិញអញ្ចឹងទៅតែពីខ្ញុំផ្ដល់ជាយោបល់ថាយើងចង់ចេះ Revit យើងផ្ដោតទៅលើកម្មវិធី Revit ហ្នឹងឲ្យបានខ្លាំងឲ្យបានចេះច្រើនជាមុនសិនបន្ទាប់មកចាំយើងទៅរៀនអំពី add in អីផ្សេងទៀត add in លើស្បូអ្នកទាំងអស់គ្នាចង់ចេះអីអ្នកទាំងអស់គ្នាស្រាវជ្រាវបន្តទៀតបន្ទាប់ពីយើងចេះ fundamental របស់កម្មវិធី Revit បានច្បាស់បានច្រើនហើយបើអ្នកគេចេះច្រើនហើយអំពីកម្មវិធី Revit គេចង់ add កម្មវិធី add in អីផ្សេងទៀតវាអត់ជាបញ្ហាទេព្រោះអីកម្មវិធី add in ហ្នឹងវាទាញទិន្នន័យទាំងអស់ពីកម្មវិធី Revit ហ្នឹងយកទៅប្រើទេបើយើងមិនទាន់ដឹងថាហ្នឹងអីគេជា type ជា category អីយើងយក add in មកក៏យើងមិនទាន់ដឹងថាយកប្រើវារបៀបម៉េចថាហ្នឹងជា column ជា beam ជា framing ជាអីម៉េចចឹងទៅអញ្ចឹងបងខ្ញុំខ្លាចមានបងប្អូនខ្លះគាត់យល់ច្រឡំថាខ្ញុំមិនបញ្ជាក់ឲ្យច្បាស់អញ្ចឹងណាអញ្ចឹងសូមបញ្ជាក់ឡើងវិញថាត្រង់ចំណុចហ្នឹងហើយសូមបញ្ជាក់ម្ដងទៀតបងប្អូនដែលទើបនឹងចង់រៀនឬក៏បានរៀនហើយថ្មីបងប្អូនផ្ដោតទៅលើ fundamental របស់កម្មវិធី Revit ទាំងមូលហ្នឹងទាំងអស់ហ្នឹងឲ្យយល់ច្បាស់សិនចាំបងប្អូនទៅរើ add in អីផ្សេងយកមកបន្ថែមទៀត add in គឺវាគ្រាន់តែជា tool ជំនួយឲ្យយើងប្រើប្រាស់បានលឿនជាងមុនអញ្ចឹងណាប៉ុន្តែបើយើងប្រើធម្មតានៅក្នុងកម្មវិធី Revit ហ្នឹងក៏វាធ្វើបានដូចគ្នាដែរគ្រាន់តែវាកន្លែងខ្លះវាយឺតជាងយើងប្រើ tool add in តែប៉ុណ្ណឹងអញ្ចឹងពីខ្ញុំទៅគឺខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាផ្ដោតសំខាន់ទៅលើកម្មវិធី Revit ហ្នឹងឲ្យបានចេះច្រើនជាមុនសិនចាំយើងរក add in អីផ្សេងមកបន្ថែមនឹងកន្លែងហ្នឹងរៀងច្រំដែលរៀងច្រើនបន្តិចដោយសារ starter bar វាខ្លីអញ្ចឹងខ្ញុំក៏មានពេលបន្ថែមមកត្រង់នឹងជូនអ្នកទាំងអស់គ្នាអញ្ចឹងណានឹងហើយពីខ្ញុំទៅអស់ហើយត្រង់ចំណុច starter bar ហ្នឹងយើងចាំជួបគ្នាបន្តទៀតនៅវីដេអូក្រោយដល់ file tape ក៏មានរឿងច្រើនត្រូវនិយាយគ្នាដែរអញ្ចឹងសូមអរគុណ